លោក Antonio Guterres កើតនិងធំធាត់នៅក្នុងរដ្ឋធានី Lisbon ប្រទេសប៉ូទុយហ្គាល់ លោកបានបញ្ចប់ការសិក្សាក្នុងឆ្នាំ1965 ព្រមទាំងឈ្នះបានពានរង្វាន់ជាតិ Lyceums ក្នុងនាមជាសិស្សឆ្មើមបំផុតប្រចាំប្រទេសប៉ូទុយហ្គាល់ ក្រោយមកលោកបានសិក្សាមុខវិជ្ជាឯកទេសរូបវិទ្យានិងវិស្វកម្មអេឡិចត្រូនិកនៅវិទ្យាស្ថាន Instituto Superior Técnico ក្នុងទីក្រុង Lisbon លោកបានបញ្ចប់ការសិក្សាក្នុងឆ្នាំ1971និងចាប់ផ្ដើមមុខរបរជាជំនួយការសាស្ត្រាចារ្យបង្រៀនផ្នែកប្រព័ន្ធទ្រឹស្ដីនិងសញ្ញាទូរគពហនីយកម្ម ទោះយ៉ាងណានៅឆ្នាំ1974លោកបានលាឈប់ពីការងារផ្នែកអប់រំដើម្បីចាប់ផ្ដើមអាជីពនយោបាយចំពេលដែលប៉ូទុយហ្គាល់កំពុងឆ្លងកាត់ដំណាក់កាលនៃការផ្លាស់ប្ដូរពីបបផ្ដាច់ការទៅលទ្ធិប្រជាធិបតេយ្យ ក្រៅពីភាសាកំណើតលោក Guterres អាចនិយាយភាសាអង់គ្លេស អេស្ប៉ាញ និងបារាំងបានយ៉ាងស្ទាត់ជំនាញ ក្នុងអំឡុងពេលព្រោះបន្ទាប់ពីបដិវត្តន៍ KR Nation Revolution កាលពីថ្ងៃទី25 ខែមេសាឆ្នាំ1974 ដែលបានបញ្ចប់របបផ្ដាច់ការ លោក Guterres មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអង្គការសង្គមនិយម ក្នុងអាជីពជាអ្នកនយោបាយលោកបានចាប់ផ្ដើមចូលរួមក្នុងបក្សសង្គមនិយមក្នុងការប៉ុនប៉ងដើម្បីក្លាយជាអ្នកនយោបាយពេញលេញមួយ ក្នុងរយៈពេលខ្លីក្រោយមកលោកបានបញ្ចប់អាជីពជាអ្នកបង្រៀននិងក្លាយជាអ្នកនយោបាយពេញលេញតែម្ដងដោយលោកក៏បានចូលក្រុមដឹកនាំរបស់គណៈបក លោកបានកាន់តំណែងជារដ្ឋមន្ត្រីឧស្សាហកម្មនៅឆ្នាំ1974និង1975 នៅឆ្នាំបន្ទាប់លោកត្រូវបានបោះឆ្នោតជ្រើសរើសជាសភាប៉ូទុយហ្គាល់ នៅចុងទសវត្សរ៍ឆ្នាំ1971លោកត្រូវបានតែងតាំងជាអគ្គលេខាធិការគណៈបកបន្ទាប់ពីបរាជ័យជាបន្តបន្ទាប់ជាលើកទី 3 នៅក្នុងការបោះឆ្នោតសភា ក្នុងឆ្នាំ1992លោកបានក្លាយជាអគ្គលេខាធិការបក្សសង្គមនិយមនិងជាមេដឹកនាំប្រឆាំងនឹងរដ្ឋាភិបាល Aníbal Cavaco Silva ក្នុងឆ្នាំ1995 បក្សសង្គមនិយមបានជោគជ័យក្នុងការបោះឆ្នោតហើយលោក Guterres បានក្លាយជានាយករដ្ឋមន្ត្រីប៉ូទុយហ្គាល់ហើយបានស្បត់ចូលកាន់តំណែងនៅខែតុលា ក្នុងអាណត្តិដំបូងជានាយករដ្ឋមន្ត្រីប្រទេសប៉ូទុយហ្គាល់ទទួលបានកំណើនសេដ្ឋកិច្ចដ៏ល្អដោយបានបង្កើតកម្មវិធីផ្ទេរសាច់ប្រាក់ដើម្បីកាត់បន្ថយភាពក្រីក្រ ដោយសារមានរបៀបរបបដឹកនាំខុសពីមេដឹកនាំមុនបានធ្វើឲ្យលោកមានប្រជាប្រិយភាពខ្ពស់ក្នុងអាណត្តិទី 1 ប៉ុន្តែជាធ្លាក់ទៅវិញក្នុងអាណត្តិបន្ទាប់ ពោលនៅឆ្នាំ1999 លោកត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីម្ដងទៀត តែទោះជាយ៉ាងណាអាណត្តិទី 2 របស់លោកជានាយករដ្ឋមន្ត្រីមិនបានជោគជ័យដូចអាណត្តិទី 1 នោះទេព្រោះប្រទេសនេះបានទទួលរងនូវនឹងការធ្លាក់ចុះសេដ្ឋកិច្ចជាខ្លាំង ឆ្នាំ2001បន្ទាប់ពីការលទ្ធផលបោះឆ្នោតរបស់បក្សសង្គមនិយមបានរងការបរិជ័យជាខ្លាំង បានជំរុញឲ្យលោក Guterres លាលែងពីតំណែង ពេលប្រកាសលាលែងលោកបានលើកឡើងថាខ្ញុំលាលែងពីតំណែងដើម្បីបង្ការប្រទេសកុំឲ្យធ្លាក់ចូលក្នុងវិបត្តិនយោបាយ នៅខែឧសភាឆ្នាំ2005លោក Guterres ត្រូវបានជ្រើសរើសដោយមហាសន្និបាតអង្គការសហប្រជាជាតិជាស្នងការជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួន ក្នុងនាមជាបេសកកម្មជាន់ខ្ពស់លោកបានដឹកនាំអង្គការមនុស្សធម៌ធំជាងគេលើពិភពលោក ដោយនៅចុងបញ្ចប់នៃអាណត្តិក្នុងនាមជាប្រធានអង្គការនេះមានបុគ្គលប្រមាណ 10000 នាក់ធ្វើការក្នុង126 ប្រទេស ក្នុងពេលកាន់អំណាចលោកត្រូវបានគេកត់សរសម្គាល់តាមរយៈការធ្វើកំណែទម្រង់មូលដ្ឋានអង្គការការកាត់បន្ថយចំនួនបុគ្គលិកនិងការចំណាយដោយការពង្រីកងាកមកពង្រឹងសរសមត្ថភាពក្នុងការឆ្លើយតបរបស់ភ្នាក់ងារ UNHCR ក្នុងអំឡុងនៃការដែលមានមនុស្សផ្លាស់ទីច្រើនបំផុតចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី 2 លោកបានបញ្ចប់តំណែងជាស្នងការជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួននៅខែធ្នូឆ្នាំ2015 ដោយលោកបានក្លាយជាអ្នកគ្រងតំណែងនេះយូរជាងគេបំផុតបន្ទាប់ពីលោក Prince Sadruddin H. Khan ក្នុងនាមជាបេសកកម្មជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួន នៅខែកុម្ភៈឆ្នាំ2016 លោក Guterres បានចុះឈ្មោះជាបេក្ខជនតំណាងប្រទេសប៉ូទុយហ្គាល់សម្រាប់ការបោះឆ្នោតជ្រើសរើសអគ្គលេខាធិការអង្គការសហប្រជាជាតិឆ្នាំ2016 នៅខែតុលាឆ្នាំ2016 សមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន 15 ប្រទេសបានប្រកាសថាពួកគេបានព្រមព្រៀងគ្នាក្នុងការតែងតាំងលោក Guterres បន្ទាប់ពីលទ្ធផលបោះឆ្នោតទទួលបាន 13 សម្លេងគាំទ្រនិង 2 សម្លេងអនុប្រវាទ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏បានសម្រេចតែតាំងលោក Guterres ជាផ្លូវការដោយយល់ព្រមទៅតាមសេចក្តីសម្រេច លោក Guterres បាននៅក្លាយជាអគ្គលេខាធិការអង្គការសហប្រជាជាតិនៅថ្ងៃទី 1 ខែមករាឆ្នាំ2017 ក្នុងជីវិតនយោបាយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Guterres ទទួលបានពានរង្វាន់ជាច្រើនរួមមានពានរង្វាន់ប្រចាំឆ្នាំពីសមាគមសារព័ត៌មានបរទេសនៅប៉ូទុយហ្គាល់ ក្នុងឆ្នាំ2009 លោកបានទទួលពានរង្វាន់អន្តរជាតិ Calouste Gulbenkian ហើយនៅក្នុងឆ្នាំដដែលនោះទស្សនាវដ្តី Forbes បានបញ្ចូលលោកទៅក្នុងបញ្ជីមនុស្សមានឥទ្ធិពលបំផុតរបស់ពិភពលោក